ផែនការប្រែក្លាយតំបន់ទេសចរណ៍ក្រុងកោះរ៉ុងទៅជាតំបន់គ្មានសំណល់ប្លាស្ទិកត្រូវបានលើកយកមកពិភាក្សាដើម្បីលើកកម្ពស់សោភ័ណភាពឆ្នេរនិងទីក្រុងស្អាតនៅព្រឹកថ្ងៃអង្គារថ្ងៃទី26ខែឧសភាឆ្នាំ2026នេះនៅសន្តាគារឆ្នេរថ្មីមានរៀបចំកិច្ចប្រជុំពិភាក្សាលើគម្រោងប្រែក្លាយតំបន់ទេសចរណ៍កោះរ៉ុងជាតំបន់ទេសចរណ៍គ្មានប្លាស្ទិកកិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពអាដាមហ៊ូតរិទ្ធីអគ្គលេខាធិការរងគណៈកម្មាធិការជាតិវិតម្លៃទីក្រុងស្អាតកូជូវូតូនិងជាប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាតនិងជំរុញការប្រឡងប្រណាំងនិងភាគីពាក់ព័ន្ធនានាក្នុងឱកាសនោះលោក Generate នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុបានគូបញ្ជាក់ថាវិស័យទេសចរគឺជាវិស័យបៃតងដ៏មានសារៈសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងអភិរក្សសម្បត្តិវប្បធម៌ព្រមទាំងធនធានធម្មជាតិរបស់ខេត្តជាមួយគ្នានោះលោកបានជម្រាបជូនអំពីភូមិសាស្ត្រសក្តានុពលនិងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុលើគ្រប់វិស័យទន្ទឹមនឹងការរីកចម្រើននេះលោកក៏បានលើកឡើងអំពីបញ្ហាប្រឈមនៃសំណល់ប្លាស្ទិកដោយយោងតាមទិន្នន័យខេត្តព្រះសីហនុមានសំណល់ប្លាស្ទិកប្រមាណជា40,000 តោនក្នុងមួយឆ្នាំប៉ុន្តែមានត្រឹមតែ 4,000 តោនតែប៉ុណ្ណោះដែលត្រូវបានយកទៅកែច្នៃឡើងវិញបរិមាណដែលនៅសេសសល់បានបង្កផលប៉ះពាល់ដល់បរិស្ថានឆ្នេរស្ទះប្រព័ន្ធលូបង្កើតហានិភ័យទឹកជំនន់និងផលប៉ះពាល់ដល់សុខភាពសាធារណៈព្រមទាំងជីវៈចម្រុះដើម្បីឆ្លើយតបទៅនឹងបញ្ហានេះរដ្ឋបាលខេត្តបានដាក់ចេញវិធានការដោះស្រាយជាបន្តបន្ទាប់ដូចជាការបំពាក់ធុងសំរាមតាមទីសាធារណៈការជំរុញការប្រើប្រាស់ផលិតផលជំនួសប្លាស្ទិកការញែកសំណល់និងការបំផុសស្មារតីដៃគូពាក់ព័ន្ធឲ្យចូលរួមនៅក្នុងរចនាប្រឡងប្រណាំងឆ្នេរស្អាតទីក្រុងស្អាតនិងបរិស្ថានស្អាតនៅក្នុងឱកាសនោះអាដាមហ៊ូតរិទ្ធីអគ្គលេខាធិការរងកូជូវូតូបានលើកឡើងនៅទិសដៅយុទ្ធសាស្ត្រចម្បងចំនួន2សម្រាប់អនុវត្តនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុរួមមានទី1ការបើកយុទ្ធនាការសម្អាតកាកសំណល់ប្លាស្ទិកតាមតំបន់ឆ្នេរដោយជ្រើសរើសយកឆ្នេរណាមួយជាគំរូក្នុងចំណោមឆ្នេរកំសាន្តទាំង30កន្លែងដើម្បីធ្វើការសម្អាតជាប្រចាំរួចពង្រីកទៅកាន់តំបន់ដទៃទៀតទី2ការជំរុញបន្តការប្រែក្លាយក្រុងកោះរ៉ុងឲ្យទៅជាក្រុងដែលគ្មានកាកសំណល់ប្លាស្ទិកអាដាមអគ្គលេខាធិការរងក៏បានបញ្ជាក់បន្ថែមថាក្រុងកោះរ៉ុងគឺជាតំបន់សក្តានុពលទេសចរណ៍ដ៏ស្រស់ស្អាតដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តយ៉ាងច្រើនកកក្នុងដំណើរចុះពិនិត្យការងារជាលើកទី2នេះកូជូវូតូរួមជាមួយអង្គការនិងដៃគូពាក់ព័ន្ធនឹងធ្វើការវិតម្លៃលើផលប៉ះពាល់និងស្វែងរកដំណោះស្រាយសមស្របដោយក្នុងនោះដំណោះស្រាយដ៏ប្រសើរបំផុតគឺការបង្កើតការកែច្នៃសំណល់ប្លាស្ទិកនៅនឹងកោះតែម្ដងជាទីបញ្ចប់អាដាមក៏បានពង្រឹងការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋម្ចាស់ផ្ទះសំណាក់សន្តាគារភោជនីយដ្ឋាននិងដៃគូពាក់ព័ន្ធទាំងអស់សូមចូលរួមសហការគ្នាខ្ពស់ក្នុងការគ្រប់គ្រងនិងកាត់បន្ថយសំណល់ប្លាស្ទិកដើម្បីធានាបាននូវបរិស្ថានឆ្នេរស្អាតខ្យល់អាកាសបរិសុទ្ធនិងរក្សាបាននូវភាពទាក់ទាញផ្នែកទេសចរណ៍ប្រកបដោយនិរន្តរភាព